បាទជំរាបសួរបងប្អូននេះក្រូចឆ្មាដែលយើងដាំរយៈពេល1ឆ្នាំមុនឥឡូវទទួលបានផលខ្លះហើយអត់បានច្រើនទេតែគាត់នេះជាការតាមរបស់យើងមួយរយៈពេលហ្នឹងគឺបានផលខ្លះហើយអ្វីដែលមិនទាន់ទទួលបាននោះគឺដូងគឺធ្វើការចំណាយពេលច្រើនអញ្ចឹងវារងចាំបន្តទៀតហើយអ្វីដែលទឹកឆាប់បានទទួលគឺចេកគឺឃើញថាចេកគឺឆាប់បានទទួលមានទាំងផ្លែមានទាំងប្រយោងនិយាយទៅវាលឿនសម្រាប់ចេកគឺយើងទទួលបានផលផ្លែផលផ្កាហ្នឹងគឺលឿនតែម្ដងនេះសយោងចេកហើយផ្លែភាសាខែនេះវាចូលខែប្រាំងហើយអញ្ចឹងតកតងមួយទឹកយើងខ្វះខាតទឹកតិចនៅតាមជនបទខ្លះគឺយើងនៅខ្វះទឹកហ្នឹងហើយសម្រាប់ស្រោចស្រពទៅលើផលដំណាំខ្លះហ្នឹងហើយអញ្ចឹងជូនពុកម៉ែបងប្អូនមើលធម្មជាតិស្រស់តែមានទឹកស្រស់យ៉ាងហ្នឹងទៀតតែនេះដោយសារយើងខ្វះខាតទឹកហ្នឹងហើយក៏អរគុណបងប្អូនដែលបានទស្សនារូបភាពធម្មជាតិបាទអរគុណច្រើនជំរាបលាបងប្អូន